lứ tới kê tha từ lên chi phạt tái ở đăng thử từ lên lạnh nè khá trời gọt ngày nít nhom đừng no mà rong bụng mai bông bồn ở school ti tăng bay cái lạnh này chi phạt ấy cả đã lên chẳng bay ti tăng nắng nhom paria pel pi ngày mười dục trong đăng tha ria pel mà dục pi ngày nắng tá nhom yên sẽ cầm một hiệp ấy khá ấy cả vừa đầm na từ lên chi phạt nắng đời được hiệp ná paria pel bản mán xôm bông bồn một tổ sna video cho bọc nhom từng ngọc nàyជំរាបសួរពុកម៉ែបងប្អូនស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំគ្រាន់តែបើកក្បាលវីដេអូភ្លាមមកដល់ Brown Plate អញ្ចឹងវីដេអូនេះខ្ញុំកាត់បងប្អូនអញ្ចឹងចំពោះការធ្វើដំណើរគឺពួកខ្ញុំបានចេញពីព្រឹកម៉ោង 5 ជាងមកពីទីក្រុងភ្នំពេញឆ្ពោះមកផ្លូវលបឿនលឿនហើយមកដល់ Brown ហ្នឹងពួកយើងបានឈប់ញ៉ាំអីនិងទិញកាហ្វេម្នាក់មួយកែវរួចក៏ពួកយើងធ្វើដំណើរបន្តការធ្វើដំណើរបន្តនេះគឺពួកយើងចេញទៅកាន់ច្រកស្រែអំបិលគោលបំណងរបស់ពួកយើងគឺទៅឈប់នៅផ្សារស្រែអំបិលដើម្បីទៅរកទិញគ្រឿងសមុទ្រស្រស់ៗដើម្បីទៅធ្វើញ៉ាំខ្លួនឯងនៅ resort ដែលពួកយើងបាននៅនឹងហើយមកដល់នេះគឺទៅ Brown មែនតែពួកខ្ញុំដោយសារមនុស្សច្រើនពេកពួកខ្ញុំអត់បានទិញ Brown ទេមានគ្នាខ្ញុំ 2-3 នាក់ដែលបានទិញហើយពួកខ្ញុំទិញអត់ទាន់ចឹងក៏នាំគ្នាមកទិញគ្រឿងសមុទ្រហ្នឹងក៏នាំគ្នាដាក់កាហ្វេម្នាក់មួយកែវទៀតទៅកន្លែងដែលទិញគ្រឿងសមុទ្រក៏អត់បានថតឲ្យបងប្អូនមើលដែរដោយសារវីវនឹងទិញគ្រឿងសមុទ្រព្រោះវាជាលើកទី1របស់ខ្ញុំដែលខ្ញុំមកទិញគ្រឿងសមុទ្រដោយខ្លួនឯងចឹងទៅរៀងនេះតិចរៀងវល់វក់ទិញតិចប៉ុន្តែកន្លែងទិញស្រួលបងប្អូនក៏ខ្ញុំនឹងអាឡ័យតែទិញគឺអត់បានថតទិញហើយពួកយើងក៏ឆ្ពោះមកកាន់កន្លែងសាឡាងដើម្បីចលងឡានរបស់ពួកខ្ញុំមកនឹងដែលប្រើដោយជិះឡាន2ឡានគ្នា9នាក់ហើយនេះពួកយើងកំពុងតែចាំសាឡាងដើម្បីចលងថ្ងៃមកនឹងច្រើនមែនទែនបងប្អូនប្រជាពលរដ្ឋពួកយើងអ្នកដែលគាត់មកលេងជីផាត់គឺបុកមកច្រើនមែនទែនគឺឡានតម្រៀបជួរគ្នាជាជួរហើយខ្ញុំមកដល់ហ្នឹងគឺត្រូវចាំរយៈពេលជាង2ម៉ោងដើម្បីធ្វើការឆ្លងសាឡាងពេលដែលខ្ញុំមកដល់ពេលដែលឡានតម្រៀបជួរគ្នាជាឡានជាជួរហ្នឹងគឺរយៈពេលគឺម៉ោងនៅម៉ោង 10:25 នាទីហើយពេលដែលខ្ញុំឆ្លងហ្នឹងគឺម៉ោង 12:05 នាទីអញ្ចឹងវាជាង2ម៉ោងហើយក្រោយពីឆ្លងសាឡាងហើយពួកយើងអត់មាននៅអែអង្គអីទេគឺផុតពីសាឡាងបានឈប់មកផ្លែតដែរពួកខ្ញុំឈប់ទិញសាវម៉ាវញ៉ាំព្រោះចេញពីឆ្លងសាឡាងមកមានឡើងលក់សាវម៉ាវអញ្ចឹងទៅក៏យើងទិញស្មាហើយក៏យើងបន្តដំណើរ direct មកកាន់ resort ដែលពួកយើងបានជួលនឹងឯងចំពោះ resort ដែលខ្ញុំបានមកគេងនេះគឺពួកខ្ញុំគេងដោយប្រើ2តង់និង1បន្ទប់ហើយមួយបន្ទប់ហ្នឹងគឺបន្ទប់ VIP ដោយសារគាត់សល់តែមកបន្ទប់ហ្នឹងឯងក្មេងពួកយើងត្រូវគេងបន្ទប់ទាំងអស់ហើយតែដោយសារសល់តែមកបន្ទប់ហ្នឹងដោយសារមានភ្ញៀវម្នាក់គាត់បានលើកថ្ងៃអញ្ចឹងទៅក៏បានបន្ទប់ហ្នឹងមកឲ្យពួកខ្ញុំហើយ resort ហ្នឹងមានឈ្មោះថាហេងអូមលូហើយថ្ងៃដែលខ្ញុំទៅហ្នឹងគឺរៀងក្តៅតិចបងប្អូនមើលតែបើជើងដែលយកទៅហ្នឹងសល់មួយខាងទូចមួយខាងធំអញ្ចឹងអ្នកដែលទុកបើជើងនៅគូតឡានគឺដូចបើជើងខ្ញុំអញ្ចឹងវារួចមួយខាងទូចមួយខាងធំដោយសារមេឃរៀងក្តៅពេកអញ្ចឹងក្រោយពេលមកដល់ resort ហើយពួកខ្ញុំបានកំងឲ្យគាត់ធ្វើបាយធ្វើម្ហូបឲ្យពួកខ្ញុំញ៉ាំហើយសាច់ដែលពួកខ្ញុំទិញមកពីផ្សារនោះឲ្យពួកគាត់ធ្វើម្ហូបឲ្យខ្លះហើយក៏ទុកញ៉ាំល្ងាចខ្លះក្រោយពេលញ៉ាំបាយហើយពួកយើងក៏អត់នៅបង្អែមអង្គទេពួកយើងក៏នាំគ្នាមកលេងទឹកធ្លាក់7ជាន់អញ្ចឹងកន្លែងទឹកធ្លាក់7ជាន់ហ្នឹងយើងអាចជិះឡានមកបានតែអត់អាចចូលទៅដល់ទេអញ្ចឹងចតឡានក្រៅហើយពួកខ្ញុំក៏បន្តដំណើរដើម្បីទៅលេងទឹកធ្លាក់7ជាន់ហ្នឹងហើយក្នុងចំណោមគ្នាខ្ញុំដែលទៅ9នាក់ហ្នឹងមាន2នាក់ដែលគាត់ធ្លាប់មកលេងប៉ុន្តែក៏អត់ចំណាំផ្លូវច្បាស់ដែរហើយដែលទៅពេលថ្ងៃហ្នឹងគឺមានតែក្រុមពួកខ្ញុំទៀតដែលទៅអ្នកផ្សេងអត់មានគេទៅមានគេមកវិញមានក្រុមពួកខ្ញុំឯងដែលទៅព្រោះពួកយើងទៅនឹងដូចជាខ្ទង់ម៉ោង2 maybe ប្រហែលជាម៉ោង2និយាយពីការធ្វើដំណើរទៅវិញគឺស្រួលបងប្អូនមានព្រៃត្រជាក់ហើយអត់ក្តៅទេបើយើងនៅតាមឡានជិះចឹងវាក្តៅណាតែដល់ពេលចូលក្នុងនេះវាព្រៃចឹងទៅវាធ្វើឲ្យយើងអត់ក្តៅទេហើយប៉ុណ្ណឹងគឺសម្រាប់ខ្ញុំគឺស្រួលដើរមែនតើចំពោះការដើរហ្នឹងមានជាការត្បុលព្រៃវាត្បុលមិនខ្លាំងក៏យើងអោនមានជាការដើរឆ្លងទឹកចំពោះកន្លែងឆ្លងទឹកហ្នឹងខ្ញុំទៅហ្នឹងគឺត្រឹមប្រហែលជាយ៉ាងច្រើនបំផុតត្រឹមស្មងជើងយើងប៉ុណ្ណឹងឯងប៉ុន្តែធីមខ្ញុំមានអ្នកទៅក្រោយទៀតមានគ្នាខ្ញុំអ្នកទៅក្រោយទៀតគាត់ថាធំជាកេះដោយសារគាត់ទៅនឹងចំពេលភ្លៀងខ្លាំងហើយមានអ្នកខ្លះទៅទៀតគេថាធំធូងធំកក៏មានដែរប៉ុន្តែខ្ញុំទៅហ្នឹងគឺវាភ្លៀងហើយ2ថ្ងៃហើយវារាំងអីចឹងខ្ញុំទៅហ្នឹងគឺស្រួលដែរហើយពេលដើរហ្នឹងអរគុណដល់បងប្រុសម្នាក់ដែលគាត់ឈរនៅនឹងខ្ញុំមិនដឹងថាគាត់ជាអ្នកដំណើរដែរឬក៏ជាសហគមន៍ទេគាត់ជួយពួកខ្ញុំចម្លងហើយគាត់ក៏ប្រាប់ពួកខ្ញុំថាត្រូវដើរទៅលេងណាដើម្បីកុំឲ្យជន់
ចូលទឹកភក់អីចឹងណាព្រោះគេមានដាក់ឈើមួយដែរអរគុណមកបងប្រុសខ្លាំងមែនតើមកដល់កន្លែងនេះអាចនិយាយថាពួកខ្ញុំដើរបាន 40% នៃដំណើរឡើងទៅកាន់ទឹកធ្លាក់7ជាន់ហ្នឹងហើយការធ្វើដំណើរគឺស្រួលទេមេឃក៏អត់ក្តៅដែរដោយសារយើងដើរនៅក្នុងព្រៃហើយផ្លូវក៏វាមិនមែនជាផ្លូវចោតដែរគឺផ្លូវស្មើហើយដើរក៏មានអីផុងប្រវាអីដែរគឺទឹកក៏ទឹកតិចតួចទៅខាងមុខទៀតគឺមានរបៀបទឹកជាថ្មអញ្ចឹងត្រជាក់ស្រួលដែរខ្ញុំចូលចិត្តមែនតើណាបរិយាកាសបែបហ្នឹងហើយមកដល់ឡៃនេះឃើញម៉ូតូពិតជាសរសើរមែនតើបងប្អូនហើយម៉ូតូធំប៉ុណ្ណាណីគាត់ជិះមកបានព្រោះវាត្រូវឆ្លងផុកហើយត្រូវត្បុលព្រៃទៀតឲ្យដឹងថាពេលត្បុលព្រៃហ្នឹងគាត់ធ្វើមិនបានឲ្យម៉ូតូឆ្លងផុតហើយជាព្រៀងផ្ដេកម៉ូតូឬក៏យ៉ាងណាអត់ដឹងដែរបងប្អូនមកដល់ពាក់កណ្ដាលផ្លូវក៏មានជាការធ្វើដំណើរឆ្លងទឹកបែបនេះដែរបងប្អូនហើយថ្មហ្នឹងអាចនឹងមានល្អិលមានអីចឹងការធ្វើដំណើរត្រូវប្រុងប្រយ័ត្នដែរព្រោះអាចនឹងដួលព្រោះមានអ្នកខ្លះក៏ដួលតែធីមខ្ញុំអត់មានអ្នកដួលទេអ្នកមកមុនគាត់ថាឲ្យប្រយ័ត្នមែនតើហើយហ្នឹងអាចនឹងដួលហើយថ្មប៉ុណ្ណឹងខ្ញុំគិតថាមិនអីទេបងប្អូនយើងរៀងប្រយ័ត្នទៅមកដល់ឡៃនេះបងប្អូនឃើញឈរអើតលើហ្នឹងគឺនាំគ្នាវិញផ្លូវហើយអ្នកនាំផ្លូវហ្នឹងអ្នកមកមុនហ្នឹងគឺគាត់អត់មានស្គាល់ផ្លូវទេគាត់អ្នកថ្មីដែរបងហើយគាត់ឃើញសណាមគាត់ជាដើរដល់ផ្លូវទាត់ចឹងទៅពួកយើងក៏បែកឃើញផ្លូវមួយទៀតដើរមកកាន់ផ្លូវមួយទៀតហ្នឹងទៅមកដល់ផ្លូវហ្នឹងគឺដល់ផ្លូវទាល់ដូចគ្នាអត់មានផ្លូវទៅមុខទៀតទេឡើងទៅបន្តិចហ្នឹងក៏ពួកខ្ញុំបកមកវិញដែរព្រោះវាមិនមែនជាផ្លូវវាកាន់តែទូចទៅកាន់តែអស់ស្នាមអ្នកដើរទៅហើយអ្នកដែលដើរមុខហ្នឹងគឺគាត់អ្នកធ្លាប់មកហើយនឹងតែគាត់អត់ចាំផ្លូវដែរព្រោះពួកយើងបានដើរខុសតាំងពីផ្លូវប្រវែកខាងក្រោយមកម្លេះនេះមុខអ្នកអ្នកនាំផ្លូវអ្នកធ្លាប់មកហើយម្នាក់មកគេអ្នកនាំមកពីអ្នកដីពុនគេនឹងអ្នកនាំមកហើយក៏នោះគេត្បុលទៅតនឹងទៅដល់ឡៃហ្នឹងគឺផុតបន្តិចហ្នឹងគឺលែងមានហើយអស់ផ្លូវហើយក៏នាំគ្នាសម្រេចបកក្រោយវិញអញ្ចឹងបងប្អូនមកមើលស្រួលបួលប្រយ័ត្នដូចពួកខ្ញុំមកដល់ឡៃហ្នឹងគឺគាំងត្មងនេះគាំងអត់មានផ្លូវចេញទេអញ្ចឹងក៏នាំគ្នាបកក្រោយមានផ្លូវបកក្រោយមួយគត់បកក្រោយគឺជាត្រើយសុកសានអញ្ចឹងបកក្រោយបន្តិចពួកយើងក៏ឃើញផ្លូវបងប្អូនដោយសារពួកខ្ញុំអ្នកនាំហ្នឹងក៏ច្រឡំឃើញផ្លូវបត់ស្ដាំហ្នឹងបត់ឆ្វេងហ្នឹងគាត់ក៏បត់ឆ្វេងទៅគាត់អត់បត់ស្ដាំគាត់លឺសូរសលេងទឹកគាត់ក៏បត់ឆ្វេងតែតាមពិតផ្លូវគេគឺបត់ស្ដាំហើយផ្លូវលើប៉ាន់ណានៃហើយនាំគ្នាទៅបត់ផ្លូវបត់ឆ្វេងទួយតែមួយអញ្ចឹងពួកខ្ញុំក៏រកផ្លូវឃើញហើយក៏ដើរបន្តដើរពីកន្លែងពួកខ្ញុំវិញហ្នឹងមិនជាឆ្ងាយមកបងប្អូនដើរមកបន្តិចក៏មកដល់ហើយនេះពួកយើងបានមកដល់ទឹកធ្លាក់7ជាន់ឃើញថាបងប្អូនដែលនៅសល់ហ្នឹងប៉ុណ្ណឹងខ្ញុំគិតថាតិចហើយព្រោះវីដេអូដែលគេថតឲ្យខ្ញុំមើលគឺមានច្រើនជាងនឹងទៀតប៉ុន្តែគឺរៀងតិចហើយព្រោះបងប្អូនគាត់ទៅផ្ទះវិញអស់ខ្លះហើយខ្ញុំទៅដល់ហ្នឹងម៉ោង3ជាង3:10នាទីជាងខ្ទង់ប៉ុណ្ណឹងឯងនិយាយទៅការធ្វើដំណើរទៅហ្នឹងគឺខ្ញុំប្រើរយៈពេល40នាទីពីកន្លែងដែលខ្ញុំចតឡានហើយធ្វើដំណើរទៅដល់ហ្នឹងគឺរយៈពេល40នាទីទៅដល់កន្លែងហ្នឹងគឺ fresh មែនទេបងប្អូនទឹកខ្ញុំលេងប៉ុណ្ណឹងទឹកពេញលេងសប្បាយបើអ្នកទៅក្រោយខ្ញុំមួយអាទិត្យហ្នឹងគឺលេងអត់កើតហ្មងទឹកខ្លាំងមែនតើហើយមើលមានកន្លែងហែលមានខាងក្រោមមានបងគាត់អាំងសាច់អីទៀតអែមែនតើបងប្អូនហើយពួកខ្ញុំនេះទៅមិនភ្លេចទេលោកអើយមានតាំងពងយងស្រាពងយងអីទៅញ៉ាំទៀតហើយទៅដល់ហ្នឹងបានឃើញបងលីកុងហើយធីមគាត់ណាគេខ្លះ fan ពួកគាត់ប្រាមើលបងប្អូនពួកគាត់ចិត្តល្អមែនឃើញពួកខ្ញុំទៅហ្នឹងកាន់កាមេរ៉ាថតឲ្យមានអ្នកថតពួកគាត់ថតឲ្យទាំងដែលយើងអត់បាន request អីទេគាត់ឃើញហ្នឹងគាត់មកថតឲ្យពិតជាអរគុណគាត់មែនតើហើយទឹកដៃគាត់ល្អណាដោយសារពួកគាត់ជាអ្នកដើរលេងចូលចិត្តថតរូបថតអីចឹងពួកគាត់ថតឲ្យពួកខ្ញុំស្អាតមែនតើអរគុណ idol ខ្លាំងហើយវីដេអូដែលគាត់ថតឲ្យហ្នឹងគឺអត់បាននៅក្នុងវីដេអូរបស់ខ្ញុំទេគឺគាត់កាន់កាមេរ៉ាពួកម៉ាក់ខ្ញុំអញ្ចឹងទៅគឺនៅក្នុងកាមេរ៉ាពួកម៉ាក់ខ្ញុំទាំងអស់កាមេរ៉ាខ្ញុំមានតែខ្ញុំថតខ្លួនឯងហ្នឹងឯងទឹកកន្លែងហ្នឹងគឺត្រជាក់ខ្លាំងហើយ fresh មែនតើបងប្អូនគេថាទឹកធ្លាក់7ជាន់កន្លែងហ្នឹងគឺខ្ញុំអង្គុយរាប់ហ្មង7ជាន់របស់គេមែនហើយស្អាតបើអ្នកចេះថតមកគឺថតស្អាតមែនតើអញ្ចឹងបន្ទាប់ពីពួកយើងងូតហើយពួកយើងក៏បាននាំគ្នាដើរត្រឡប់មកវិញដោយសារវារៀងងាចហើយដែរហើយពេលត្រឡប់មកវិញខ្ញុំក៏បានថតដែរ
បានធំសុំ selfie ជាមួយ idol ប៉ុណ្ណឹងបាន2ប៉ុស្តិ៍ហើយអត់បានដាក់ចូលវីដេអូនេះទេដោយសារផុសលើ Facebook ហើយអីក្រោយពីដើរមកដល់នេះពួកខ្ញុំដើរមកដល់ចិត្តដល់កន្លែងឡានហើយមកដល់ហ្នឹងមានចកាសៅម៉ៅចកាតរ៉េនមួយដោយសារពួកម៉ាក់ខ្ញុំគាត់ឃើញសៅម៉ៅគាត់ក៏ចុះទិញហើយបងម្ចាស់ចកាគាត់ថាអូនឯងជួយទៅថតក្នុងចកាបងតិចគាត់ក៏ជួយថតឲ្យគាត់ទៅមកដល់ចកាសៅម៉ៅគាត់នេះបងប្អូនមានទាំងសៅម៉ៅមានទាំងតរ៉េនមានទាំងកពីងរាជបងប្អូនចង់បានអីក៏មានដែរហើយពិសេសមួយទៀតណាកន្លែងគាត់ហ្នឹងបងប្អូនអាចមកបោះតង់បានទៀតបងប្អូនដែលទៅលេងចង់ទៅលេងទឹកធ្លាក់អំពើជន់ឬក៏ទៅលេងជីផាត់បើសិនជាក្នុងខេសដែលបងប្អូនចង់ទៅបោះតង់អាចទៅបោះតង់ឡើងនឹងបានឡើងគាត់មានកន្លែងឲ្យយើងបោះតង់ទុកម៉ូតូអីហើយទៅដើរលេងទឹកធ្លាក់អំពើជន់មកអែមហើយនិយាយពីសៅម៉ៅគឺខ្ញុំជក់ចិត្តមែនទែនសៅម៉ៅគាត់ឆ្ងាញ់គាត់ថាគាត់អត់យកមកលក់នឹងពេញបងប្អូនគាត់ថាទុកលក់សម្រាប់តាបងប្អូនដែលធ្វើដំណើរទៅលេងនៅនឹងអញ្ចឹងស្ដាយខ្ញុំសុំលេខគាត់ដែរប៉ុន្តែសុំបានត្រឹមលេខពេលដែលយើងចង់ទៅលេងហ្នឹងយើងតាក់ទងទៅគាត់អ្នកនៅពេញទេតែគាត់មានចការនៅនឹងក្រោយពីទិញតរ៉េនទិញសៅម៉ៅហើយពួកយើងក៏បន្តដំណើរត្រឡប់មកកាន់ resort ដែលពួកយើងគេងវិញហើយយើងមកដល់នេះគឺម៉ោង5ជាងនឹងឯងបងប្អូនមកដល់នាំគ្នាសវ៉ាតងូតទឹកងូតអីព្រោះទៅលេងហ្នឹងយើងមកងូតទឹកនេះតមានសាប៊ូមានអីហើយងូតទឹកងូតអីហើយពួកយើងក៏រៀបចំកម្មវិធីរបស់យើងគឺធ្វើម្ហូបនិងអាហារពេលល្ងាចហើយអាហារពេលល្ងាចហ្នឹងគឺយើងអាំងសាច់អាំងអីដែលពួកខ្ញុំបានត្រៀមមកពីពេញផងពួកខ្ញុំបានទៅទិញនៅផ្សារនេះផងផ្សារស្រែអំបិលផងពពួកគ្រឿងសមុទ្រស្រស់ៗហ្នឹងឯងហើយមុននឹងទៅមើលកន្លែងដែលខ្ញុំអាំងសាច់នាំបងប្អូនមើល view នៅខាងក្រោមកន្លែងដែលខ្ញុំគេងហ្នឹងស្អាតណាស់បងប្អូនហើយហេងអូម៉ាលូកន្លែងខ្ញុំគេងហ្នឹងគឺ view លេងហ្នឹងគឺ fresh មែនតើពួកខ្ញុំមកគេងមកបោះតង់នៅអាកន្លែងជាប់មាត់ទឹកហ្នឹងហ្មងហើយពេលខ្ញុំទៅហ្នឹងទឹកតិចចឹងអាចចុះមកខាងក្រោមបានពេលដែលទឹកខ្លាំងកន្លែងខាងក្រោមនោះក៏អាចចុះមកបានដែរប៉ុន្តែអាចដល់ក្រោមដូចពេលខ្ញុំចុះទៅហ្នឹងឯង view ឡើងហ្នឹងthe best មកខ្ញុំចូលចិត្តទេសភាពឡើងហ្នឹងមែនតើហើយគេក៏មានជាតងអាជីដែរតែពួកខ្ញុំមិនជីណាបើតងជាប់ទឹកឯហ្នឹងបើបងប្អូនមានបំណងចង់ទៅដើរលេងខ្ញុំ recommend កន្លែងបែបហ្នឹងមែនតើបងប្អូនព្រោះអីវាធ្វើឲ្យអារម្មណ៍យើងស្រស់ស្រាយនៅពេលដែលយើងគេងជាប់មាត់ទឹកដែលយើងគេងបដើស្ដាប់សលេងទឹកហើយអាពេលពួកខ្ញុំធ្វើអីញ៉ាំហ្នឹងធ្វើអីញ៉ាំបដើស្ដាប់អាសលេងទឹកហូរបដើអីបដើគឺអារម្មណ៍យើងល្អមែនតើបងប្អូនខ្ញុំពិបាកពណ៌នាអារម្មណ៍ដែលយើងឮសំឡេងទឹកហូរជាមួយនឹងធម្មជាតិមានសត្វយំមានខ្យល់បក់អញ្ចឹងកាលពេលល្ងាចដែលខ្ញុំទៅហ្នឹងក៏មានសលេងសត្វយំដែរបងប្អូនអញ្ចឹងគឺអារម្មណ៍ពេលហ្នឹងគឺយើង enjoy ជាមួយធម្មជាតិយកតែហ្មងគឺយកតែមែនតើហ្មងបងប្អូនក្រោយពីថតទេសភាពអស់ចិត្តអស់ចង់ហើយក៏មកដល់វគ្គដែលពួកយើងអាំងសាច់ញ៉ាំហើយអាំងសាច់ហ្នឹងអត់រំខានអ្នកណាទេបងប្អូនដោយសារបងប្អូនដែលទៅហ្នឹងពួកគាត់ក៏អាំងយើងក៏អាំងញ៉ាំទាំងអស់គ្នាតែផ្សេងគ្នាទេបងប្អូនមើលឈៀលបណ្ណាបរិយាកាសបែបហ្នឹងអាំងសាច់បដាអង្គុយនិយាយគ្នាលេងបដាស្ដាប់សលេងទឹកនិងជាមួយនឹងបរិយាកាសធម្មជាតិជំវិញខ្លួនតើអារម្មណ៍យើងល្អប៉ុណ្ណាក្រោយពីញ៉ាំមួយឆ្អែតដាក់មកស្វឹងរៀងខ្លួនពួកយើងក៏នាំគ្នាចូលគេងខ្ទង់ម៉ោង12ជាង1ឯហ្នឹងបងប្អូន Good morning រីករាយមកកាន់ថ្ងៃទី2នៃដំណើរកម្សាន្តទៅកាន់ជីផាត់របស់ខ្ញុំនេះបើកតង់ចេញមកគឺ fresh ទៅមកបងប្អូនគឺទេសភាពពេលព្រឹកគឺស្អាតខ្លាំងមែនតើទាស់តែម្យ៉ាងអ្វីដែលទាស់ហ្នឹងគឺយប់មិញពួកខ្ញុំស្វឹងពេកអត់បានរៀបចំទេគឺតុកអីស្រាអីនៅពេញនឹងតែម្ដងអញ្ចឹងទៅថតទៅមើលឃើញអត់ស្អាតទេអញ្ចឹងទៅក៏ skip កន្លែងហ្នឹងមកថត live ផ្សេងទៅបងប្អូនហើយខ្វះបងប្អូន view ពេលព្រឹកគេស្អាតណាស់បងប្អូននៅហេងអូម៉ាលូហ្នឹងអ្នកដែលចេះថតទៀតគឺអែហ្មងសម្រាប់ខ្ញុំអត់សូវបកែថតទេបានប៉ុណ្្នឹងបងប្អូនអញ្ចឹងចាប់ប្លង់បានឲ្យបងប្អូនមើលតិចប៉ុណ្្នឹងឯងព្រោះយើងចេះរបៀបថតប៉ុណ្្នឹងតែបើគេអ្នកចេះមកគឺស្អាតណាស់បងប្អូនមើលខ្ញុំថតពីលើមើលល្អប៉ុណ្ណាស្អាតណាស់បងប្អូនខ្ញុំស្រឡាញ់ទេសភាពបែបហ្នឹងមែនតើហើយក្រោយព្រលឹមឡើងហ្នឹងគឺពួកខ្ញុំមានបាយឆាជាមួយនឹងសាច់ចៀនហ្នឹងគឺសាច់ដែលពួកខ្ញុំទិញមកពីពេញហើយបាយឆាហ្នឹងគឺបាយយប់មិញពួកខ្ញុំឲ្យគាត់ឲ្យពួកគាត់ដាំឲ្យមួយឆ្នាំងប៉ុន្តែអត់មានអ្នកញ៉ាំទេអញ្ចឹងទៅក៏សម្រេចចិត្តថាបាយឆាហ្នឹងជាមួយសាច់ដែលពួកខ្ញុំបានហ្នឹងឲ្យគាត់ឆាឲ្យអញ្ចឹងគាត់យកតែថ្លៃឆាហើយថ្លៃជាសាច់ទេចំពោះបាយពោះសាច់ពួកខ្ញុំមានខ្លួនឯងទាំងអស់អញ្ចឹងយើងចំណាយអត់តិចដែរ
បន្ទាប់ពីបាយព្រឹកពួកខ្ញុំបានមករកកាហ្វេហើយចំពោះបងប្អូនដែលមកលេងជីផាន់មិនបាច់ខ្វល់ថាអត់កាហ្វេញ៉ាំទេបងប្អូន Sunbear គាត់មានកាហ្វេហើយអញ្ចឹងកាហ្វេគាត់គឺមិនមែនកាហ្វេកញ្ចប់ទេបងប្អូនគឺជាប្រភេទកាហ្វេឆុងកាហ្វេកិនណាកាហ្វេគ្រាប់អញ្ចឹងឆ្ងាញ់ចំពោះរសជាតិខ្ញុំអាចទទួលយកបានហើយតម្លៃគុណភាពប៉ុណ្ណឹងគឺអូខេសម្រាប់ខ្ញុំហើយនៅ Sunbear Resort នេះគេមានមកចប់មកបងប្អូនមានតាំងពីកន្លែងគេងមានតាំងពីកាហ្វេមានតាំងពីលក់តារ៉េនអីគ្រប់យ៉ាងប៉ុន្តែអ្វីដែលសំខាន់គឺខ្ញុំក៏អត់ទាន់អញ្ចឹងទៅពួកយើងក៏ទៅកក់កន្លែងហេងអូមលូហើយហេងអូមលូសម្រាប់ខ្ញុំក៏ល្អដែរគាត់ថាគាត់អត់មានកាហ្វេដូចនៅ Sunbear ប៉ុណ្ណឹងឯងសម្រាប់ខ្ញុំណាបងប្អូនក្រោយពីញ៉ាំកាហ្វេហើយពួកយើងក៏បន្តមកកាន់កន្លែងទី2ដែលពួកខ្ញុំត្រូវមកលេងកន្លែងនោះគឺទឹកធ្លាក់អូមលូបងប្អូនមើលទេសភាពគឺស្អាតមែនតើហើយកន្លែងហ្នឹងពេលដែលភ្លៀងខ្លាំងលេអត់កើតទេណាបងប្អូនងូចទឹកអត់កើតទេបានធ្វើមកថតជាងនេះប៉ុន្តែពេលដែលខ្ញុំទៅគឺបរិយាកាសល្អមែនទែនសម្រាប់អ្នកចង់ហែលទឹកខាងក្រោមហ្នឹងមានបងប្អូនគាត់លោតទឹកហែលទឹកលេងតែពួកខ្ញុំសម្រេចថាអត់លេងទេសម្រេចថាត្រូវធ្វើមើលមកស្ទុះក៏នាំគ្នាបកមកក្រោយវិញមកកន្លែងកាន់រីសតយើងវិញហើយមកដល់រីសតពួកយើងក៏អត់នៅបន្តឡៃរីសតដែរពួកខ្ញុំបានយកអាវយកអី check out ពួកយើងក៏បន្តដំណើរទៅកាន់កន្លែងទី3យកតែម្ដងដោយសារកន្លែងទី2ហ្នឹងមានបងប្អូនទៅលេងច្រើនប៉ុន្តែពួកខ្ញុំគិតថាពួកខ្ញុំចង់ទៅអង្គុយបាយថ្ងៃនៅកន្លែងទី3យកតែម្ដងអញ្ចឹងទៅក៏ពួកយើងធ្វើដំណើរចេញពីកន្លែងទី2 direct ទៅកន្លែងទី3គិតថាកន្លែងទី3ចង់អង្គុយឲ្យបានយូរអញ្ចឹងណាព្រោះ3កន្លែងរយៈពេល2ថ្ងៃមួយយប់ហ្នឹងគឺខ្ញុំគិតថាកន្លែងទី2មើលប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយអញ្ចឹងមកដល់កន្លែងទី3នេះគឺហៅថាឆាយខ្ពស់កន្លែងហ្នឹងបងប្អូនសម្រាប់អ្នកខ្លះដែលគាត់អត់ចង់ឆ្លងសាឡាងគាត់អាចឆ្លងកន្លែងនេះបានគាត់ថាកន្លែងនេះតឡានខ្ពស់តិចបងប្អូនឃើញឡានទូចទៅពីក្រោយនោះខ្ញុំក៏បារម្ភដែរព្រោះកន្លែងហ្នឹងមានថ្មមានអីតែដោយសារពួកគាត់អាចជាអ្នកនៅតំបន់ហ្នឹងអញ្ចឹងគាត់ហ៊ានឆ្លងទៅគាត់ដឹងតាក់ទិចផ្លូវហើយប៉ុន្តែចំពោះអ្នកដែលអត់ស្គាល់អត់ដឹងភូមិសាស្ត្រអត់ recommend ទេបងប្អូនព្រោះកន្លែងហ្នឹងគឺកាត់ទឹកកាត់ថ្មអញ្ចឹងវាមិនងាយស្រួលទេព្រោះឡានដែលឆ្លងទៅហ្នឹងក៏ពិបាកដែរអ្នកខ្លះមានបុកថ្មបុកអីចឹងទៅអញ្ចឹងចំពោះជៀសវាងនៅហានិភ័យសម្រាប់អ្នកដែលអត់ស្គាល់ទីតាំងភូមិសាស្ត្រច្បាស់កុំឆ្លងសាឡាងគេទៅបងប្អូនប្រចាំព្យាយាម explore ទេខូចឡានហើយមកដល់ឆាយខ្ពស់កន្លែងនេះដែរគឺបងប្អូនយើងទៅច្រើនមែនទែនច្រើនកកហ្មងហាក់ដូចជាទៅឯកថនថ្ងៃហ្នឹងប៉ុន្តែខ្ញុំអត់បានថតទេដោយសារទៅច្រើនពេកហើយកន្លែងដែលគេឆ្លងឡានហ្នឹងក៏អត់មានមនុស្សលេងដែរព្រោះគេលេងនៅខាងក្រោមនឹងមនុស្សច្រើនមែនទែនហើយខ្ញុំក៏អត់បានថតតែដោយសារខ្ញុំព្យាយាមដើររកកន្លែងអង្គុយពិបាកកន្លែងអង្គុយបងប្អូនមើលមនុស្សទៅច្រើនពេកអញ្ចឹងទៅខ្ញុំត្រូវព្យាយាមដើររកកន្លែងអង្គុយដើរឡើងផ្លេចទូរស័ព្ទឲ្យពេលហ្នឹងអញ្ចឹងអត់បានថតច្រើនទេអញ្ចឹងទៅរំរកកន្លែងបានអង្គុយញ៉ាំអង្គុយអីហ្នឹងយើងត្រូវទៅកំងសាច់មាន់កំងហូបគេដើម្បីមកញ៉ាំជុំគ្នាហើយនេះបានកន្លែងនៅមាត់ទឹកកន្លែងមាត់ទឹកហ្នឹងយើងអត់អស់លុយថ្លៃជួលទេដោយសារពួកខ្ញុំមានជាកៅអីមានអីខ្លួនឯងមកអង្គុយមាត់ទឹកអញ្ចឹងយើងអត់អស់ថ្លៃកញ្ចុះទេយើងអស់តែថ្លៃម្ហូបហ្នឹងឯងពេលដែលបានម្ហូបញ៉ាំហើយពួកយើងក៏នៅអង្គុយញ៉ាំបន្តតាំងពីមានបងប្អូននៅច្រើនរហូតដល់សល់តែ2 3កៅអីនៅជាប់កៅអីរបស់ពួកខ្ញុំហ្នឹងឯងព្រោះពុកម៉ែបងប្អូនគាត់ប្រញាប់ទៅវិញព្រោះសាឡាងគេត្រូវឆ្លងសាឡាងដូចជាបិទខ្ទង់ម៉ោងប្រហែលខ្ញុំអត់ចាំដែរបងប្អូនខ្ទង់ម៉ោង9ម៉ោង10ហ្នឹងហើយមនុស្សទៅច្រើនអញ្ចឹងទៅក៏ម្នាក់បុកចេញទៅកុំឲ្យចេញទៅដល់ពេញជប់ពេកអញ្ចឹងគេចេញទៅឲ្យនៅសល់តែធីមខ្ញុំឯងកន្លែងនេះមានមានគូឃើញទង្វើគ្រប់យ៉ាងចូលចូលសាហាវតែពីកាមេក្រោយពីញ៉ាំហើយពួកខ្ញុំបាននាំគ្នាចុះមួយទឹកប្រហែលជា15នាទីក៏រៀបចំអីវ៉ាន់ដើម្បីរៀបចំធ្វើដំណើរចេញទៅឆ្លងសាឡាងទៅដល់កន្លែងឆ្លងសាឡាងក៏ដូចជាពេលដែលមកចឹងបងប្អូនទៅក៏ត្រូវឈប់ចាំមកក៏ត្រូវឈប់ចាំព្រោះមនុស្សច្រើនដូចគ្នាពេលទៅក៏មនុស្សបុកទៅច្រើនពេលមកវិញក៏បុកមកវិញច្រើនដូចគ្នាដែរបងប្អូនហើយនឹងខ្ញុំទៅល្ងាចជាងគេផងនៅមានមនុស្សច្រើនដូចគ្នាហ
ហើយវីដេអូនៃដំណើរកំសាន្តរយៈពេល2ថ្ងៃមួយយប់របស់ខ្ញុំក៏មកដល់ទីបញ្ចប់ត្រឹមនេះដែរបងប្អូនអរគុណបងប្អូនដែលតាមដានទស្សនាវីដេអូរបស់ខ្ញុំហើយសង្ឃឹមថាពុកម៉ែបងប្អូនចូលចិត្តវីដេអូដែលខ្ញុំផលិតជួបគ្នានៅវីដេអូក្រោយអរគុណ